ជំរាបសួរលោកគ្រូអ្នកគ្រូរៀមច្បងហើយនឹងសិស្សរួមចំនួនខ្ញុំឈ្មោះវណ្ណៈហើយថ្ងៃនេះមកតំណាងឲ្យធនធានអប់រំជាភាសាខ្មែរstory ខ្ញុំ2004ខ្ញុំមានឱកាសចូលធ្វើការអង្គការ OI ហើយក្រោយមក2009 ខ្ញុំបានចូលមកធ្វើការជាមួយនឹងអង្គការ local ប៉ុន្តែពីដើមដល់អង្គការហ្នឹងគឺខ្ញុំធ្វើការតែក្នុងវិស័យអប់រំទេពីកូនសិស្សទៅគ្រូទៅធ្វើការអង្គការហើយបន្ទាប់មកពីអង្គការអន្តរជាតិមកអង្គការជាតិឆ្នាំ2012ខ្ញុំចាប់គម្រោងធំមួយរបស់ USAID ពេលហ្នឹងក៏មានការចាប់អារម្មណ៍ក្នុងវិស័យជំនួយដែលយើងនិយាយថា social enterprise ប៉ុន្តែដល់ពេលធ្វើ social enterprise មករយៈទៅដោយសារអង្គការនេះជា non profit organization ហើយស្រុកខ្មែរអត់មានច្បាប់ social enterprise ទេអញ្ចឹងពេលយើងចង់ register មានតែ register ទៅជា company អញ្ចឹងក៏យើង register ទៅជា co ltd ទៅពេលដែលយើងចាប់ផ្ដើម register ហ្នឹងការងារមានតែមួយទេគឺ TTO នៅពីលើក្រោយមកប្រព័ន្ធហិរញ្ញវត្ថុបង្ខំឲ្យយើងបង្កើតធនធានយើងមួយទៀតដែលក្តោបក្តាប់ថវិកាពេលដែលក្តោបក្តាប់ថវិកាហើយយើងសល់លុយតិចតួចយើងក៏បានបង្កើត TTP មួយទៀតហើយបន្ទាប់មកបានចេញរចនាអាណាចក្រសំណង់អភិជ័យអា3ក្រោយនេះវាកើតជាកម្មសិទ្ធិផ្ទាល់ខ្លួនខ្ញុំប៉ុន្តែពីមុននោះវាជាកម្មសិទ្ធិរួមនេះជាផលិតផលដែលពួកខ្ញុំបានធ្វើយើងធ្វើលេងតែដូចបានច្រើនដែរជាង100មុខហើយកំពុងតែដាក់នៅលើទីផ្សារ30ជាងដោយសារតែយើងធ្វើការជាមួយសាលារៀនយើងធ្វើការជាមួយនឹងអ្នកអប់រំវាមានកន្លែងខ្វះខាតដែលយើងមើលឃើញហើយជាអតិថិជនដដែលរបស់ខ្ញុំទេដល់ទៅឃើញបណ្ណាល័យអត់ស្អាតគ្រូចង់បានរត់ទិញអត់បានមួយដែរធ្វើទូបណ្ណាល័យសិស្សបាទនេះជាទូបណ្ណាល័យហើយថ្នាក់រៀនអញ្ចឹងបានជួយទៀតនេះជាបណ្ណាល័យហើយសាលារៀនទៅឃើញមាន playground ប៉ុន្តែក្មេងលេងលើកណាពពកក្បាលនឹងរបួសដែរវាចូល core value របស់ពួកខ្ញុំគឺសុវត្ថិភាពអញ្ចឹងពួកខ្ញុំធ្វើថ្មីដែលមានអ្នក design ត្រឹមត្រូវមាន Facebook ក៏គិតគូរល្អល្អន់អាចថាតម្លៃថ្លៃជាងទីផ្សារប៉ុន្តែគុណភាពបានជួយទៅសាលារៀនខូចសាលាចាស់អញ្ចឹងពួកខ្ញុំក៏បង្កើតក្រុមមួយក្រុមយើងអភិជ័យ construction co ltd គឺយើងធ្វើការជួសជុលសាលារៀនពីសាលាកខ្វក់មកស្អាតបាន